ការផ្ដល់ស្នាមញញឹមឲ្យមនុស្សជុំវិញខ្លួនគឺជាក្តីសុខរបស់ចៅខេមបូមុននឹងទៅមណ្ឌលកម្មាកំព្រាចៅខេមបូក៏បានមកទិញសម្ភារៈមួយចំនួនរួមទាំងអាហារសម្រាប់យកទៅចម្អិនឲ្យបងប្អូនញ៉ាំហើយនិងផ្លែឈើផងដែរលើពីនេះយើងក៏បានមានជាសម្ភារៈក៏ដូចជារបស់លេងផ្សេងៗមណ្ឌលកម្មាកំព្រាដែលចៅខេមបូទៅនោះគឺមានឈ្មោះថាមណ្ឌលកម្មាកំព្រាព្រៃជ្រុំដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺមណ្ឌលកម្មាកំព្រានេះគឺចាប់ផ្ដើមបើកតាំងពីឆ្នាំ2004និយាយទៅគឺមានរយៈពេលយូរឆ្នាំហើយមកដល់ទីនេះឃើញកូនៗគាត់ឈរចាំទទួលក្រុមគ្រួសាររបស់ចៅខេមបូពោពេញទៅដោយស្នាមញញឹមហើយចៅខេមបូក៏មានអារម្មណ៍ថាសប្បាយចិត្តនិងរីករាយផងដែរដែលបានមកជួបកូនៗទាំងអស់គ្នានៅមណ្ឌលកម្មាកំព្រាព្រៃជ្រុំមួយថ្ងៃពេញដែលចៅខេមបូនៅជាមួយនឹងកូនៗនៅមណ្ឌលក៏យើងបានបង្កើតជាអនុស្សាវរីយ៍ជាច្រើនក៏ដូចជាស្នាមញញឹមឲ្យគ្រប់គ្នាផងដែរដែលរស់នៅមណ្ឌលទឹកមុខនិងស្នាមញញឹមរបស់កូនៗម្នាក់ៗនៅពេលដែលឃើញបងប្អូនយើងទៅលេងចឹងគឺគាត់ពិតជាមានអារម្មណ៍ថារំភើបនិងរីករាយហើយចៅខេមបូក៏បានបង្កើតជាបរិយាកាសសប្បាយមួយសម្រាប់កូនៗផងដែរដើម្បីចាត់ទុកជាអនុស្សាវរីយ៍ហើយការជួបជុំបែបនេះគឺក្មេងៗដែលគាត់រស់នៅមណ្ឌលគឺគាត់ពិតជាចូលចិត្តនិងមានភាពកក់ក្ដៅមែនទែនដោយសារតែបងប្អូនដឹងអីក្មេងៗដែលគាត់រស់នៅមណ្ឌលគឺគាត់អត់មានឪពុកម្ដាយទេនិយាយទៅគឺគាត់គឺជាកូនកំព្រានៅពេលដែលមានបងប្អូនខាងក្រៅគាត់ទៅគឺគាត់តែងតែចង់បានភាពសប្បាយរីករាយស្នាមញញឹមក៏ដូចជាផ្ដល់ភាពកក់ក្ដៅទៅកាន់ពួកគាត់ចៅខេមបូក៏បានឲ្យបងប្អូនគាត់គូររូបទុកជាអនុស្សាវរីយ៍ហើយឃើញថារូបគំនូរដែលពួកគាត់គូរភាគច្រើនគឺតាក់ទងជាមួយនឹងរូបផ្ទះក្មេងៗជាច្រើនដែលគាត់កំព្រាឪពុកម្ដាយអត់ដែលទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយហើយក៏អត់ដែលទទួលបានការប្រៀនប្រដៅពីឪពុកម្ដាយបង្កើតប៉ុន្តែនៅពេលដែលកូនៗបានមករស់នៅមណ្ឌលពន្លឺថ្មីក៏ចាប់ផ្ដើមកើតមានលោកឪពុកដែលគាត់នៅទីនឹងក៏គាត់បានផ្ដល់ភាពកក់ក្ដៅផ្ដល់ស្នាមញញឹមផ្ដល់ការទូន្មានប្រៀនប្រដៅក៏ប្រៀបដូចជាឪពុកម្ដាយរបស់យើងចៅខេមបូសរសើរទៅកាន់បងប្អូនដែលគាត់នៅទីនោះគឺគាត់មានសុជីវធម៌ល្អជាពិសេសគឺការនិយាយស្ដីជាមួយនឹងចាស់ទុំហើយនេះគឺជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់ចៅខេមបូដែលបានមកជួបកូនៗនៅថ្ងៃនេះនិងបានផ្ដល់ក្តីសង្ឃឹមផ្ដល់ស្នាមញញឹមក៏ដូចជាអនុស្សាវរីយ៍ជាច្រើនទៅកាន់កូនៗគ្រប់គ្នាហើយចៅខេមបូក៏បានយកឱកាសនេះកាត់ខ្សែបូដើម្បីអបអរសាទរទៅកាន់ខេមបូត្រៀមនឹងចេញផលិតផលថ្មីផងដែរហើយពេលនោះហើយដែលចៅខេមបូបានឃើញស្នាមញញឹមក៏ដូចជាភាពសប្បាយរីករាយរបស់កូនៗគ្រប់គ្នាដែលរស់នៅមណ្ឌលកាដូដែលចៅខេមបូបានផ្ដល់ជូនទៅកាន់កូនៗនេះគឺជាការលើកទឹកចិត្តការផ្ដល់កម្លាំងចិត្តរបស់ចៅទៅកាន់កូនៗគ្រប់គ្នាចៅខេមបូគឺពិតជាអរគុណទៅកាន់ម៉ែក៏ដូចជាលោកឪពុកដែលគាត់រស់នៅទីនោះដែលគាត់តែងតែជួយមើលថែក៏ដូចជាផ្ដល់ភាពកក់ក្ដៅទៅកាន់កូនៗគ្រប់គ្នាដែលគាត់រស់នៅមណ្ឌលកម្មាកំព្រាព្រៃជ្រុំចាជូនលោកតាអរគុណច្រើនលោកតាដែលជួយមើលថែក្មេងៗនៅមណ្ឌលកម្មាកំព្រាចុងបញ្ចប់នៃវីដេអូក៏សូមអរគុណទៅកាន់បងប្អូនគ្រប់គ្នាដែលបានមើលវីដេអូមួយនេះដល់ចប់ហើយចៅខេមបូក៏សូមជូនកុសលផលបុណ្យទៅកាន់បងប្អូនអ្នកដែលចែករំលែកវីដេអូនេះផងដែរចែករំលែកក្តីស្រឡាញ់ចែករំលែកអំពើល្អជាមួយនឹងក្រុមគ្រួសារខេមបូទាំងអស់គ្នាណាបងប្អូន